ลานដូចគ្នាមួយណាក៏បានណាបាទថ្ងៃនេះខ្ញុំមានអារម្មណ៍ថាដូចឃ្លានទៅយងចេកបាទញោមទៅយងចេកបាទហើយញោមទៅយងចេកនេះគឺជាអាហារមួយដែលឆ្ងាញ់ខ្លាំងណាស់បងប្អូនដូចយើងដាក់កាពឹសយើងដាក់សាច់ជ្រូក3ជាន់ហើយរួចហើយយើងដាក់សណ្តែកដីហើយមានបន្លែដូចជាជីគ្រប់មុខបាទឆ្ងាញ់ខ្លាំងណាស់បាទអញ្ចឹងវិធីធ្វើញោមទៅយងចេកនេះខ្ញុំជឿជាក់ថាបងប្អូនទាំងអស់គ្នាពិតជាធ្លាប់ធ្វើវារួចមកហើយបាទឥឡូវនេះជាថ្ងៃដំបូងដែលខ្ញុំរៀនធ្វើញោមទៅយងចេកបាទបងប្អូនឃើញទៅយងចេកដែលខ្ញុំទិញបាននេះទេបាទគឺវាស្អាតល្អខ្លាំងណាស់បាទឥឡូវនេះខ្ញុំយកទៅយងចេកដែលខ្ញុំបកសម្បកខាងលើអស់ហើយយកតែមិនដល់ខ្ចីទេបាទឥឡូវនេះខ្ញុំយកវាមកលាងទឹកលាងឬក៏ត្រាំនៅក្នុងទឹកនេះបាទទឹកហ្នឹងគឺយើងបានច្របាច់ក្រូចឆ្មាដាក់អំបិលនៅក្នុងនឹងរួចទៅហើយបាទយើងធ្វើបែបហ្នឹងដល់ពេលណាដែលយើងយកទៅយងចេកយើងយកទៅហាន់ជាចំណិតតូចដោយបងប្អូនឃើញនៅក្នុងរូបភាពហ្នឹងអញ្ចឹងណារួចពេលយើងហាន់បានបន្តិចហើយអញ្ចឹងយើងកុំបង្អង់វាយូរយើងចាប់ផ្ដើមកើបវាឡើងហើយយ៉ាក់ត្រាំក្នុងទឹកភ្លាមនឹងដើម្បីកុំឲ្យទៅយងចេករបស់យើងហ្នឹងវាជាប់មកបាទសម្រាប់បន្លែវិញដែរបងប្អូនអាចដាក់ម្ទេសផ្លោកឬក៏ម្ទេសដៃនាងដូចខ្ញុំធ្វើបែបនេះបាទខ្ញុំអត់មានម្ទេសផ្លោកអញ្ចឹងខ្ញុំយកម្ទេសដៃនាងយកមកធ្វើប៉ុន្តែម្ទេសហ្នឹងវាមានជាតិហឹរហើយឈ្ងុយបាទវាមានរសជាតិឆ្ងាញ់ជាងម្ទេសផ្លោកបាទឥឡូវខ្ញុំដាក់វាមានពណ៌ខៀវហើយពណ៌ក្រហមហើយខ្ញុំចាត់វាជាចំណិតទៅបាទដើម្បីយកទៅញោមហើយវានឹងធ្វើឲ្យញោមទៅយងចេករបស់យើងហ្នឹងមានរសជាតិឆ្ងាញ់បាទឥឡូវបន្ទាប់ពីយើងហាន់វាហើយអញ្ចឹងយើងយកវាដាក់ទុកមួយឡែកមកឥឡូវនេះយើងចាប់ផ្ដើមទៅរកបន្លែណាមកលាយបន្ថែមទៀតបាទឥឡូវនេះមានការ៉ុតដែរបងប្អូនខ្ញុំដាក់ការ៉ុតវាដើម្បីឲ្យវាមានពណ៌ស្អាតបាទហើយការ៉ុតក៏វាមានជាតិវីតាមីននៅក្នុងនោះដែរបាទអញ្ចឹងយើងធ្វើញោមជាយងចេកនេះបើយើងដាក់បន្លែកាន់តែច្រើនកាន់តែល្អបាទប៉ុន្តែចំពោះបន្លែណាដែលវាត្រូវនឹងទៅយងចេកនឹងដែរបាទហើយចំពោះសាច់ជ្រូកវិញដែរបងប្អូនខ្ញុំជឿថាបងប្អូនមិនចូលចិត្តសាច់ជ្រូកបែបនេះទេបាទប៉ុន្តែខ្ញុំអត់ចង់ញ៉ាំសាច់ជ្រូក3ជាន់ព្រោះខ្ញុំញ៉ាំខ្លាំងច្រើនពេកបាទខ្ញុំមានដំណរមកបងប្អូនមុននឹងខ្ញុំបុកគ្រឿងអីហ្នឹងខ្ញុំតែងតែយកអង្រែទាំងអែមមាត់ត្បាល់បាទដើម្បីឲ្យវាមានកម្ដៅសិនបាទបងប្អូនបាទនិយាយលេងទេបងប្អូនឥឡូវនេះយើងកុំឲ្យខាតពេលបាទឥឡូវនេះយើងយកសណ្តែកដីដែលខ្ញុំយកវាលេងមុននឹងឥឡូវយើងយកមកបុកបាទដើម្បីដាក់ចូលទៅក្នុងញោមទៅយងចេករបស់យើងដែរបន្ទាប់មកបាទក្នុងចំណុចនេះបងប្អូនយើងអាចធ្វើទឹកត្រីទៅដាក់ញោមទៅយងចេកហ្នឹងណាអ្នកខ្លះគេហាន់ខ្ទឹមសខ្ទឹមក្រហមហាន់ម្ទេសបាទហើយគេធ្វើទឹកត្រីទៅហើយគេយកវាទៅលាយប៉ុន្តែខ្ញុំគិតថាវិធីនេះខ្ញុំចង់ធ្វើវាប្លែកម្ដងបាទបងប្អូនតែខ្ញុំគិតថាវាអត់ឆ្ងាញ់ដូចយើងហាន់វាជាគិតនិតដែរឥឡូវហ្នឹងតែជួយយ៉ាងណាក៏ដោយក៏ខ្ញុំចង់សាកវាសិនបាទឥឡូវនេះយើងមកដល់ការលាយស្ករបាទនេះស្ករក្រហមបាទស្ករក្រហមខ្ញុំទិញមកវារឹងបាទឥឡូវយើងចូលមកបុកលាយជាមួយខ្ទឹមមួយម្ទេសនឹងឲ្យវាសប់ចូលគ្នាទៅបន្ទាប់មកយើងយកក្រូចឆ្មាមួយផ្លែបាទក្រូចឆ្មានេះវាទឹកច្រើនណាស់បងប្អូនខ្ញុំដាក់ក្រូចចំនួនក្រូចឆ្មាហ្នឹងគឺមួយផ្លែបាទដាក់ចូលនៅក្នុងហ្នឹងទៅហើយជ្រវាច់វាបាទជ្រវាច់ឲ្យអស់ហ្នឹងកុំឲ្យវាសល់ឥឡូវយើងជ្រោចទឹកត្រីមកបាទជ្រោចសំទោសចាក់ទឹកត្រីបាទយើងដាក់ម៉ាស្ព្រីបាយហើយកន្លះទៅបាទយើងចូលវាលាយជាមួយគ្នាទៅហើយយើងភ្លក់មើលថាវាពេញចិត្តរបស់យើងហើយនៅបាទបន្ទាប់ពីយើងរៀបចំបន្លែបន្លុករួចរាល់ហើយអស់ហើយឥឡូវនេះយើងចាប់ផ្ដើមយកគ្រឿងទាំងអស់ហ្នឹងមកលាយជាមួយគ្នាបាទឥឡូវនេះបងប្អូនឃើញទេថាខ្ញុំកំពុងតែរៀបចំវាដាក់បញ្ចូលគ្នាដូចមានជីមានយងចេកហើយជីនោះដែរក៏មានជីថ្ពាល់ត្រីហើយនិងជីពងទាកូន
តាមពិតទៅបើគេធ្វើឲ្យត្រូវក្បួនរបស់គេដាក់ជីវងបាទប៉ុន្តែខ្ញុំវាអត់មាននៅក្នុងខែហ្នឹងខ្ញុំរត់បានឥឡូវខ្ញុំយកជីហ្នឹងមកដាក់ប៉ុន្តែទោះយ៉ាងណាក៏វាឆ្ងាញ់ដែរបាទឥឡូវបន្តទៀតនោះយើងមានដាក់Happy ក្រៀមហើយនឹងសណ្តែកដីបាទចំពោះ Happy នេះបងប្អូនអត់ដាក់ក៏បានមិនដាក់ក៏បានបើត្រឹមត្រូវនោះដែរទៀតនោះគឺបង្គាបាទហើយនឹងសាច់ជ្រូក3ជាន់ប៉ុន្តែនេះវាដូចថាការច្នៃប្រឌិតរបស់ខ្ញុំចង់ហូបវាបែបហ្នឹងវាដោយសារកត្តាមួយចំនួនដូចថាខ្ញុំអត់មានកពឹសបាទឥឡូវខ្ញុំយកបង្គាមកជំនួសហើយដាក់សាច់ជ្រូក3ជាន់បាទបងប្អូនឃើញតែឥឡូវនេះយើងចូលដៃយើងច្របល់បាទច្របល់នេះយើងកុំច្របល់ខ្លាំងពេកបានយើងដូចថារវារៀងដូចឲ្យប្រើដៃថ្នមដែរបងប្អូនឃើញឥឡូវហ្នឹងអូខ្ញុំគាត់និយាយនេះក៏លេបទឹកមាត់ដែរបងប្អូនយើងលាយវាច្រវាច់វាឲ្យចូលជាមួយនឹងទឹកត្រីដែលយើងបុកមុនហ្នឹងបាទឬក៏ទឹកត្រីដែលយើងលាយយើងចាក់វាទៅហើយឈ្ងុយសណ្តែកដីឈ្ងុយជីបាទអូពេលដែលខ្ញុំធ្វើហ្នឹងគឺឈ្ងុយខ្លាំងណាស់ឈ្ងុយជីឈ្ងុយសណ្តែកដីបាទហើយនឹងឈ្ងុយក្លិនក្រអូបរបស់ត្រយូងចេកឥឡូវនេះយើងយកវាមកដាក់ចានដែលជាផ្នែកចុងក្រោយបាទយើងយកវាមកដាក់មកហើយយើងតុបតែងវាបាទឥឡូវហ្នឹងខ្ញុំត្រយូងចេករបស់ខ្ញុំហ្នឹងក៏បានធ្វើរួចរាល់ដែរបងប្អូនហើយខ្ញុំសង្ឃឹមថាវីដេអូនេះក៏ជាចំណែកមួយដែលថាបង្ហាញបងប្អូនពីការធ្វើខ្ញុំត្រយូងចេកហើយបើសិនជាការនិយាយរបស់ខ្ញុំមានការលើសលួសខ្វះខាតអីក៏សូមអត់ទោសឲ្យខ្ញុំផងដែរបាទ